Hello អ្នកទាំងគ្នាអញ្ចឹងព្រឹកនេះគឺខ្ញុំនាំអ្នកទាំងគ្នាមកមើលពី morning routine របស់ខ្ញុំទៀតព្រឹកឡើងធ្វើមិនខុសពីគេត្រូវទេទៅហៅកាហ្វេមុនគេសិនឃើញនៅក្នុងបរិយាអញ្ចឹងប៉ុន្តែអត់ខ្វះអីញ៉ាំទេព្រឹកឡើងខលកំងកាហ្វេមកគេដឹកខ្ញុំមកដល់ផ្ទះហ្មងពីមុនណាកាហ្វេខ្ញុំដាក់ញ័រហ្មងប៉ុន្តែឥឡូវវិញមួយថ្ងៃសុទ្ធតែ2កែវអីបានដាក់កាហ្វេចូលខ្លួនអ្នកទាំងគ្នាដូចបានញ៉ាំបាយ3ពេលអញ្ចឹងបន្ទាប់ពីខ្ញុំបានយកកាហ្វេហើយគឺយើងមកអង្គុយ check មើលការងារហើយបានយើងចូលទៅងុយទឹក get ready តែម្ដង get ready ហើយអ្នកទាំងគ្នាគិតមិនដែរទាំង make up ជាមួយនឹង outfit ថ្ងៃនេះលួចថែមបូមបន្ទាប់មកគឺយើងមករៀបចំផ្ទះបន្តិចអ្នកទាំងគ្នាហើយធ្វើការបូមធលីដែរដោយសារតែរងថ្ងៃនេះគឺខ្ញុំមានចំជាមួយនឹងកូនឆ្មាខ្ញុំពីរបើសិនជាអត់បោះអត់បូមទេគឺហុយចូលច្មោះហ្មងហើយក៏បានឆ្លៀតរៀបចំវ៉ាលីសម្រាប់ទៅ trip នៅថ្ងៃស្អែកអ្នកគ្នាមុនហ្នឹងគឺខ្ញុំទទួលបានអវ៉ាន់ពី Camida ដែលគាត់ប្រាប់ថានេះគឺជានំរសជាតិថ្មីពោះគោប៊ូហិលពិសេសអញ្ចឹងតោះមក unboxing ជាមួយខ្ញុំហើយភ្លក់រសជាតិពោះគោប៊ូហិលទាំងអស់គ្នាគាត់ដាក់ឲ្យមកមួយកេះហ្មងអ្នកគ្នាហើយសម្រាប់អ្នកដែលអត់ទាន់ដឹងផលិតផលរបស់ Mida គឺមានប្រេះនាងតូចចិនណាគឺជា BA ទៀតណា cute ណាស់អ្នកគ្នាមានរូបគាត់នៅលើប្រអប់ហ្នឹងហ្មងអូវ៉ាវអ្នកគ្នានិយាយទៅនេះគេដាក់មកកញ្ចប់ទូចស្រួលញ៉ាំអញ្ចឹងហ្មងនេះតើឥឡូវយើងមកញ៉ាំទាំងអស់គ្នាឈ្ងុយអ្នកគ្នាឈ្ងុយម៉េះនេះពោះគោគេមកទាំងតសៃអញ្ចឹងហ្មងជាតិនេះឆ្ងាញ់អ្នកគ្នារសជាតិដូចរបៀបចិនណាអ្នកគ្នារសជាតិដូចយើងញ៉ាំស៊ុបចិនញ៉ាំអីអញ្ចឹងឆ្ងាញ់ប្លែកអ្នកគ្នាឆប់ហ្មងណាអ្នកដែលចូលចិត្តញ៉ាំស៊ុបចិនណាអ្នកទាំងគ្នាអាចសាកជាមួយនឹង Mida ពោះគោប៊ូហិលពិសេសនេះបានរសជាតិចេញថ្មីនេះឆ្ងាញ់ប្លែករសជាតិស្រួយស្រាប់ឈ្ងុយឆ្ងាញ់ហ្មងដូចយើងញ៉ាំពោះគោអញ្ចឹងសម្រាប់អ្នកដែលចង់ញ៉ាំអ្នកទាំងគ្នាអាចរកទិញបាននៅ page របស់ Mida ហើយបើអ្នកទាំងគ្នាមានបំណងយកទៅលក់ចែកចាយបន្តអ្នកទាំងគ្នាអាចរកទិញបាននៅហាងលក់ទំនិញទូទាំងប្រទេស